ឆានេះបើយើងចង់ហូបលេងយើងកាត់បន្ថយទឹកឆាតិចមកគឺរួចហើយលើកហ្នឹងគឺធ្វើត្រូវហ្មងឡែមជំរាបសួរបងប្អូនថ្ងៃនេះមុននឹងឆាត្រសក់គឺខ្ញុំមកស្ងោរល្ពៅសិនហើយល្ពៅហ្នឹងគឺខ្ញុំទិញចំនួន1គីឡូកន្លះហើយខ្ញុំកំពុងតែដាំទឹកពេលខ្ញុំដាំទឹកដាក់ស្ងោរឲ្យឆ្អិនមកខ្ញុំបិទភ្លើងទុកឲ្យត្រជាក់មកខ្ញុំយក1គីឡុកអញ្ចឹងណាហើយនេះសម្រាប់ទឹកល្ពៅរបស់ខ្ញុំគឺថាពេញមកអាហ្នឹងបងប្អូនហើយអាហ្នឹងពពុះគឺជាខ្ទិះដូងទេបងប្អូនខ្ញុំដាក់ខ្ទិះដូងហើយខ្ញុំដាក់រសជាតិឡែមទេពេលទឹកល្ពៅខ្ញុំឆ្អិនហើយខ្ញុំទុកម្ដុំទុកឲ្យត្រជាក់ខ្ញុំយកពេលហ្នឹងមកឆាត្រសក់ពងទាម្ដងហើយពងទាចំនួន2គ្រាប់ហើយត្រសក់ចំនួនប៉ុណ្ណឹងគឺអស់តែ2000ទេពងទាមក2គ្រាប់ត្រសក់អស់1000ឆាលើកមុនគឺខ្ញុំចិត្តប្រឆាត់លើកហ្នឹងគឺចិត្តកងម្ដងឃើញគេចិត្តមើលទៅរៀងសាច់ស្អាតប៉ុន្តែត្រសក់ស្រូវនេះសាច់សបើត្រសក់គេសាច់ឡើងខៀវមើលទៅតំណងមែនតើឥឡូវខ្ញុំចាប់ដាក់ខ្លាញ់ហើយខ្ញុំដាក់បំពងខ្ទឹមបន្ទាប់ពីខ្ទឹមក្រហមខ្ញុំក៏ដាក់ពងទាអញ្ចឹងមកស្រួលបងប្អូនយើងដាក់តែរ៉ូឌីបន្តិចមកឆារបៀបហូបលេងក៏បានឆាយើងហូបមួយបាយក៏បានដែរខ្ញុំបានដាក់រ៉ូឌីរសជាតិឡែមណាឆាហ្នឹងពេលដែលយើងឆាជាមួយទឹកសក់ទៅឲ្យវាចូលជាតិគ្នាបានល្អហើយសម្រាប់ការសក់ខ្ញុំឆាទឹកសក់ខ្ញុំមិនរបៀបហូបលេងទេណាបងប្អូនបើយើងហូបលេងក៏បានយើងចង់ហូបមួយបាយយើងគ្រាន់ដាក់រសជាតិឲ្យរៀងដិតតិចមកអាហ្នឹងក៏ឆ្ងាញ់ដែរឥឡូវខ្ញុំគ្របទុកដើម្បីឲ្យសាច់ទឹកសក់ហ្នឹងឆាប់ឆ្អិនបន្ទាប់ពីគ្របហើយឥឡូវឆ្អិនខ្ញុំក៏បានដាក់ទឹកឆាតាមចំណូលចិត្តណាបងប្អូនចង់បានរសជាតិមិនយើងដាក់តាមហ្នឹងទៅហើយបើបងប្អូនអត់ចង់ផ្អែមនិយាយរួមមកសម្រាប់មនុស្សចាស់ក៏អត់សូវចូលចិត្តរសជាតិផ្អែមបងប្អូនដាក់ទឹកឆាពាក់កណ្ដាលម្សៅរ៉ូឌីពាក់កណ្ដាលមកបងប្អូនធ្វើអញ្ចឹងឆារបស់យើងហ្នឹងគឺថាអត់មានរសជាតិផ្អែមអីបន្តិចបន្ទាប់ពីមកខ្ញុំក៏បានដាក់ទឹកខ្ទឹមកូរ2 3ត្រឡប់មកគឺរួចជាស្រេចហើយឆាត្រសក់ពងទាហើយនឹងស្ងោរធ្វើទឹកល្ពៅមកបងប្អូនមកពិសាបាយខ្ញុំទាំងអស់ម្ហូបខ្ញុំហ្នឹងគឺថាចំណាយអស់តិចមែនតែនចំណាយអស់តែ2000ទេបានរួចបាន2ពេលថ្ងៃត្រង់ហើយនឹងល្ងាចហើយបើសិនជាល្ងាចអត់អស់ទេអាចទុកសល់បន្តិចទុកខ្លះសេហូបស្អែកទៀតចឹងណាហើយជ្រក់ក្តឹបអាឡឹកខ្ញុំនេះចំនួន2យប់ឯងបងប្អូន2យប់គឺជូរល្មមមកដោយសារខ្ញុំដាក់ទឹកជ្រក់ចាស់បើសិនយើងអត់បានដាក់ទឹកជ្រក់ចាស់ទេតែ3យប់ទេ3យប់យើងអាចដាក់ក្នុងទូទឹកកកបានមានអីបងប្អូនហូបឆាត្រសក់មួយពងទាសាបហើយយើងមានជ្រក់អញ្ចឹងទៀតមកឆ្ងាញ់មែនទេហើយខ្ញុំជ្រក់ត្រសក់ជ្រក់ក្តឹបអាឡឹកតែ2ចំណិតហ្នឹងមកគឺថាបានបាយមួយចានធំហើយបន្ទាប់ពីបាយមួយចានធំហ្នឹងក៏មិនមែនតាន់ឆ្អែតទេណាបងប្អូនគឺថាទឹកល្ពៅអស់2កែវទៀតណាហូបទឹកល្ពៅអស់2កែវទៀតបានឆ្អែតហើយទឹកល្ពៅហ្នឹងក្តៅបានទឹកកកដាក់នោះត្រជាក់ហើយជាមួយនឹងយើងហូបបាយហើយទៀតមកទឹកល្ពៅអស់2កែវគឺថាឆ្ងាញ់មែនតែនដោយសារខ្ញុំស្លល្ពៅខ្ញុំហូបអត់បានច្រើនបងប្អូនបើយើងធ្វើជាទឹកល្ពៅអញ្ចឹងគឺថាហូបបានច្រើន2កែវ3កែវអត់ដឹងនៅណាទេអញ្ចឹងវីដេអូនេះមានប៉ុណ្្នឹងទេអរគុណបងប្អូនជូនពរបងប្អូនមានសុខភាពល្អសំណាងល្អរកទទួលទានមានបានគ្រប់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយទៀតណា